បាទថ្ងៃនេះខ្ញុំបាទមកបង្ហាញអំពីរបៀបឆែកមើលថ្មបាទឆែកមើលថ្ម accessory របស់យើងហ្នឹងយើងចូលទៅក្នុង Epicura ទៅបាទយើងចុចលើពាក្យថា consumable overview បាទអញ្ចឹងប្រភេទឧបករណ៍ដែលប្រើថ្មទាំងអស់ហ្នឹងគឺវាបង្ហាញយើងទាំងអស់បាទមានប្រភេទថ្មអីប្រភេទថ្មអីចឹងទៅបាទហើយមួយទៀតបើសិនជាបងចង់មើលតាម accessory មួយបាទបងចូលទៅកាន់ accessory ទៅនេះឧទាហរណ៍ថាខ្ញុំចូលទៅមើលថ្មរបស់ Sao A100 របស់ខ្ញុំហ្នឹងសល់ប្រមាណភាគរយបាទនេះបាទបងចូល Sao A100 ចុច tray 3ខាងលើហ្នឹងបាទទាញចូលមកក្រោមបាទនោះមានបាក់តេរីរបស់យើងបាទសល់ប្រមាណភាគរយអញ្ចឹងទៅបាទហើយមួយទៀតបាទបើសិនជាថ្មរបស់យើងនៅសល់ក្រោម 20% បាទវានឹងalert ប្រាប់យើងទាំងនៅលើសោបាទនេះបាទលោតក្រហមហ្នឹងហើយនៅលើ app របស់យើងក៏វាលោតក្រហមដែរបាទក្រហមបាក់តេរីហ្នឹងបានន័យថាវាចិត្តអស់ថ្មបាទសល់ 20% ក្រោម 20% អញ្ចឹងទៅបាទហើយមួយទៀតបើបងប្អូនចង់ឆែកការបើកបិទទ្វារបាទនេះបាទបងប្អូនចូលទៅក្នុង app ហើយកន្លែងសោហ្នឹងទៅដែរទៅចុចលើពាក្យ lock បាទនេះបាទថ្ងៃហ្នឹងចេញចូលប្រហែលអីម៉ោងគឺមានទាំងអស់បាទអរគុណច្រើនបាទ